អ្នកម្នាក់តែងតែចង់ឲ្យបុត្រធីតារបស់យើងគឺមានចំណេះដឹងមានអនាគតល្អបាទនេះហើយគឺជាចំណុចដែលយើងចាប់ផ្ដើមដើម្បីអប់រំគាត់តាំងពីតូចទៅបាទអប់រំដូចជារុក្ខជាតិតូចយើងចាប់ផ្ដើមថែទាំដាក់ជីស្រោចទឹកបាទចឹងកូនក៏ដូចគ្នាដែរគឺផ្ដល់នៅអាវ៉ាតផ្ដល់នៅជាគំនិតថាតើហេតុអ្វីបានជាគាត់ត្រូវធ្វើជាមនុស្សល្អគាត់ត្រូវតែប្រឹងប្រែងរៀនសូត្របាទនេះគឺជាចំណុចដែលចាំបាច់ដែលឪពុកម្ដាយទាំងអស់អាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ដើម្បីអប់រំទូមានគាត់ផ្ដល់នៅពន្លឺនៃក្តីសង្ឃឹមរបស់គាត់ខ្ញុំតែងតែបានផ្ដល់នៅគំនិតផ្ដល់នៅជាពន្លឺជាបន្តបន្ទាប់សម្រាប់កូនរបស់ខ្ញុំបាទពេលខ្លះខ្ញុំបានសួរគាត់ថាតើអ្នកទាំងអស់គ្នាខំប្រឹងរៀនរាល់ថ្ងៃនេះដើម្បីតែចេះឬក៏ដើម្បីអ្វីបាទអ្វីផ្សេងទៀតបាទព្រោះពេលខ្លះទៅយើងឲ្យគាត់ប្រឹងរៀនតែយើងអត់ដែលវែងនិយាយថាប្រឹងរៀនហ្នឹងវាបានអីមកវិញបាទអញ្ចឹងបាទខ្ញុំសួរគាត់ថាតើយើងប្រឹងរៀនហ្នឹងគឺដើម្បីតែយើងចេះឬក៏យើងនឹងទទួលបានផលប្រយោជន៍អ្វីទៀតបាទនៅពេលដែលខ្ញុំសួរហើយខ្ញុំក៏បានផ្ដល់នៅចម្លើយបាទចម្លើយជូនគាត់ថាការប្រឹងប្រែងរៀនសូត្រនេះគឺមិនមែនដើម្បីតែចេះទេបាទអញ្ចឹងគឺវានឹងនាំមកនៅសេចក្តីសុខភាពសន្តិសុខស្រួលដល់ខ្លួនយើងជាអ្នកដែលប្រឹងរៀនពីតូចនេះបាទពីព្រោះពេលដែលយើងចេះគឺយើងអាចមានអ្វីកើតក្រោយមកច្រើនណាស់បាទទីមួយគឺកូនអាចមានការងារដ៏ល្អមួយបាទស្រួលទាំងកាយហើយទទួលបាននៅចំណូលច្រើនបាទពេលដែលយើងប្រឹងប្រែងរៀនសូត្រពីតូចហ្នឹងបាទអញ្ចឹងហើយគឺជាចំណុចមួយដែលធ្វើឲ្យគាត់គិតថាអូប្រឹងរៀនអញ្ចឹងថាប្រឹងរៀនគឺអាចធ្វើឲ្យគាត់អាចមានលុយទិញរបស់ថ្លៃគាត់អាចមានប្រាក់ដើម្បីទិញអ្វីដែលគាត់ចង់បានរហូតទៅដល់ពេលដែលគាត់ចេះតែធំទៅគឺគាត់អាចមានក្រុមគ្រួសារគាត់អាចមានផ្ទះល្អនៅមានរថយន្តបើកទំនើបហើយនឹងអាចចូលផ្សារថ្លៃចូល restaurant ថ្លៃបាទអញ្ចឹងទាំងអស់នេះហើយដែលយើងអាចបញ្យល់គាត់ថានេះគឺជាផលដែលកើតចេញអំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ពីពេលឥឡូវចុះបើសិនជាយើងមិនប្រឹងយើងនឹងបានអីមកវិញដែរបាទខ្ញុំក៏អាចសួរគាត់ចឹងដែរអញ្ចឹងពេលដែលយើងអត់ប្រឹងរៀនពីតូចគឺលទ្ធផលគឺវានឹងបញ្ច្រាស់បាទវាបញ្ច្រាស់ពីអ្វីដែលយើងបានរៀបរាប់មិញអញ្ចឹងខ្ញុំបានប្រាប់អញ្ចឹងបើយើងអត់បានប្រឹងរៀនពីឥឡូវពេលដែលយើងដល់អាយុឈប់រៀនហើយយើងចូលធ្វើការអញ្ចឹងការងាររបស់យើងគឺអត់បានប្រាក់ខែឬក៏ប្រាក់ពិវត្តប្រាក់ចំណូលច្រើនទេបាទព្រោះយើងអត់មានចំណេះជំនាញអីដែលពិសេសដែលប្រកែកជាងគេអញ្ចឹងគឺពេលដែលយើងអត់បានការងារល្អគឺលទ្ធផលគឺវានឹងជះច្រើនមកទៀតបាទគឺយើងមិនមានថវិកាមានចំណូលអីដើម្បីទិញរបស់ទៅតាមយើងចូលចិត្តនោះទេបាទ